នេះអញ្ចឹងវីដេអូនេះខ្ញុំមកប្រាប់ពីរបៀប download បាទ on Google TV ចូលទៅក្នុងទូរទស្សន៍ណាអញ្ចឹងនៅក្នុងប្រអប់អ្នកនរគ្នាទទួលបានដុំ on Google TV ខ្សែ HDMI ហើយខ្សែភ្លើងបាទខ្សែ USB មួយខ្សែហើយនឹង tele វិជាមួយតើតង USB នេះវាអត់មានមកជាមួយដុំសាកទេខ្ញុំបញ្ជាក់ដោយសារតែ version របស់យើងនេះប្រភេទ Motor T1 នេះវាប្រើជាមួយនឹងភ្លើងតែ5 W ទេអញ្ចឹងវាអត់ត្រូវការដុំសាកអី10 W 20 W អីទេណាបាទអញ្ចឹងគឺគេដាក់អញ្ចេះឲ្យដើម្បីយើងប្រើជាមួយភ្លើង TV ហ្មងសម្រាប់បងដែលមានភ្លើង TV 5 W ពេញណាបាទអញ្ចឹងរបៀបដោតតែអញ្ចេះមកនេះខ្សែសាករបស់វានឹងដោត Type C មកហើយបើអ្នកនរគ្នាយកទៅដោតអានេះក៏វាអត់ចូលដែរឃើញអត់បាទអញ្ចឹងដោតអានេះក៏អត់ចូលដោតនេះក៏អត់ចូលដែរអញ្ចឹងគឺដោត Type C នឹងឯងបន្ទាប់មកហើយបាទ HDMI សងខាងនេះវាឈ្មោះទាំងពីរអញ្ចឹងដោតទៅកាន់ទូរទស្សន៍យើងមួយចំហៀងទៀតយើងដោតទៅកាន់ដុំ Google របស់យើងអញ្ចឹងមកបាទអញ្ចឹងឥឡូវខ្ញុំបានដោតរួចហើយនៅពេលដោតទៅវាចេញភ្លើងខៀវអញ្ចឹងបានន័យថាដុំរបស់យើងដំណើរការហើយបាទឃើញអញ្ចឹងយើងដោតតែ HDMI ដូច USB ហ្នឹងទៅគឺរួចរាល់ហើយបាទបន្ទាប់មកហើយសម្រាប់ទូរទស្សន៍មួយចំនួនគឺវានឹងអូតូបាទយើងបើកទូរទស្សន៍មកវានឹងធ្វើការអូតូចូលជាមួយនឹងដុំហ្នឹងតែម្ដងណាតែបើទូរទស្សន៍ខ្លះយើងត្រូវធ្វើការចុចជំរើស HDMI សិនបាទអញ្ចឹងអានេះវាទូរទស្សន៍នេះប្រភេទអូតូអញ្ចឹងគឺវាដោតទៅនេះឃើញអត់វាកំពុងតែ load operation ដំណើរការជាមួយដុំហ្នឹងហើយបាទហើយសម្រាប់ទូរទស្សន៍មួយចំនួនផ្សេងវិញបាទយើងត្រូវការចុចជំរើស HDMI ឧទាហរណ៍បងតេលេភាគច្រើនគេដាក់កន្លែងនេះរូប4ជ្រុងហើយបាញ់ព្រួញចូលក្នុងឬក៏តេលេខ្លះគេដាក់សឬក៏ដាក់ input អញ្ចឹងយើងគ្រាន់តែចុចលើហ្នឹងទៅវានឹងចេញ HDMI លេខ1លេខ2លេខ3ឲ្យយើងរើសហើយអញ្ចឹងបើក្នុងករណីអ្នកនរគ្នាដោតចូល HDMI ទីម៉ែនបាទអញ្ចឹងយើងចុច OK លើ HDMI ដែលយើងដាក់ហ្នឹងទៅបាទបើខ្ញុំដោតរុនទី3ខ្ញុំចុច OK លើបាទ HDMI 3អញ្ចឹងមកឃើញអត់វាចេញមកនេះអញ្ចឹងសម្រាប់ on Google TV នេះមុននឹងដាក់ជូនអ្នកនរគ្នាគឺខាងពួកខ្ញុំតម្លើងកម្មវិធីជូនមកស្អាតហើយបាទតែរក្សាដុំនេះយើងអត់តន់តម្លើងទេអញ្ចឹងគឺវានៅត្រូវការ pair tele ផងនៅត្រូវការ set up អីแบบផ្សេងចូលផងតែបញ្ជាក់ដុំអ្នកនរគ្នាទិញទៅអត់មានត្រូវការធ្វើអីទេយកទៅដោតហើយធ្វើដូចខ្ញុំអញ្ចឹងទៅគឺយើងអាចប្រើបានទេ